ចាជំរាបសួរសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំបានមកខាងវត្តតាសុតបងប្អូននៃវត្តដែលគេល្បីអញ្ចឹងខ្ញុំបានមកដល់ក៏ថតជាវីដេអូចែកជូនបងប្អូនទស្សនាអញ្ចឹងវត្តតាសុតនេះពិតជាស្អាតមែនបងប្អូនគាត់ចូលមកក្លោងទ្វារហើយលបងនេះធ្វើដូចនៅក្នុងវាំងអញ្ចឹងបងប្អូនធ្វើដូចលបងវាំងអញ្ចឹងហើយថ្ងៃនេះមនុស្សម្នាមកលេងក៏ច្រើនដែរតែសារខ្ញុំមកនេះចង់ថ្ងៃអាទិត្យដល់បងប្អូនហើយខាងមុខនេះគឺគេដាក់រូបសម្ដេចតាហើយសម្ដេចជ័យរបស់យើងណាហើយមានរូបដំរីនៅខាងមុខនឹងដែរហើយរូបដំរីហ្នឹងគឺមានកាន់ផ្កាឈូកហ្នឹងទេហើយនេះគឺបងប្អូនពុកម៉ែពុំមិញរបស់យើងមកអង្គុយនៅហ្នឹងដោយសារគាត់មកចាំជួបព្រះអង្គចាមនីអញ្ចឹងខាងមុខទៅមុខនេះទៀតគេមានលក់របស់ញ៉ាំនិងវត្ថុអនុស្សាវរីយ៍អីចឹងណាបងប្អូនមានមាន់អាំងមានអីមានបាយមានអីនិយាយទៅមានលក់គ្រប់សពទាំងអស់ពេងកាឡាពេងខ្យងអីហើយថ្ងៃនេះនៅច្រើនខ្លាំងណាបងប្អូនតែខ្ញុំថតពេលតិចខ្ញុំថតបានតែចោះខ្លះហើយដោយសារនៅច្រើនពេកហើយមេឃវាភ្លៀងទៀតទៅចំមេឃភ្លៀងអញ្ចឹងទៅថតចោះខ្លះហើយយកមកចែកជូនបងប្អូនទស្សនានេះរកកន្លែងចតឡានសិនចឹងនេះខ្ញុំបានចូលមកដល់ខាងក្នុងហើយបងប្អូនមកកន្លែងភូមិឋានសុខៈនេះគឺខ្ញុំធ្វើស្ពូបងប្អូនតាមបានចូលសិក្សាអនុញ្ញាតឲ្យខ្ញុំបានកាត់កាត់ឲ្យចឹងហាងកាហ្វេនេះគឺមានលក់របស់ញ៉ាំច្រើនមានផ្លូវមាន់ពងមាននំប៉័ងហើយនឹងភេសជ្ជៈអញ្ចឹងណានេះខ្ញុំទិញសូកូឡាក្លុកបងប្អូននិយាយទៅវត្តនេះស្អាតហើយក៏រៀបចំបានល្អដែរមានកន្លែងឲ្យយើងអង្គុយលេងមានកន្លែងកាហ្វេយើងញ៉ាំអីចឹងណាបងប្អូនបន្ទាប់មកពួកខ្ញុំក៏បានចេញពីហ្នឹងទៅយើងដើរទៅកន្លែងព្រះអង្គដែលធំជាងគេដែលគេធ្វើរៀងធំមានកំពីដាក់ឡើងទៅបងប្អូននិយាយទៅបងប្អូនវត្តតាសុតនេះធំខ្លាំងណាបងប្អូនបរិវេណគឺធំខ្លាំងមែនតើខ្ញុំដើរទៅនេះខ្ញុំដូចខ្ញុំប្រាប់ខ្ញុំអត់សូវថតបានច្រើនទេខ្ញុំថតចោះឲ្យបងប្អូនបានទស្សនាអញ្ចឹងសារថតច្រើនពេកមិនដឹងប៉ុន្មានម៉ោងហើយនេះថតចោះកន្លែងតែស្អាតអញ្ចឹងណាឲ្យបងប្អូនបានទស្សនាចុះខាងក្រោមផ្លឹកនេះយ
បងប្អូនឥឡូវបានមកដល់កន្លែងរូបប្រពុតដែលធំហ្នឹងខ្ញុំនេះកម្មចនាដែលយើងឡើងទៅស្អាតដែរបងប្អូនស្អាតខ្លាំងហ្មងហើយស្វមបងប្អូនយើងគាត់មកលេងនឹងច្រើនហើយថតរូបគ្នាចឹងជាពិសេសគាត់នាំលពុកម្ដាយគាត់ចាស់មកព្រោះអីចាស់គាត់ចង់មកតាមផ្លូវនៅកន្លែងដែលមានរូបព្រះធំចឹងហើយគាត់ថតជុំគ្នាជុំគ្រួសារអញ្ចឹងទុកសម្រាប់អនុស្សាវរីយ៍មើលពេលក្រោយទៀតចឹងជុំព្រះពុទ្ធនេះមាន4ព្រះអង្គហើយសងខាង2ហើយនេះគឺលបងដែលយើងឡើងមកប្រកាសដៃដែលគេធ្វើនេះក៏ស្អាតដែររចនាបថគឺស្អាតគឺមានលំទៅស្អាតមែនតើស្រឡាញ់មកហើយនៅខាងក្រោមរូបប្រពុតហ្នឹងខាងក្រោមហ្នឹងគឺធ្វើកន្លែងរូងនាគប៉ុន្តែខ្ញុំអត់បានចូលទៅខ្ញុំដើរទៅកន្លែងហូបកាគោមកកន្លែងដែលគេវាយជួងមកបងប្អូនហ្នឹងហើយបងប្អូនឥឡូវនេះកំពុងតែដើរតម្រង់ទៅកន្លែងដែលមានហុកព្រះគោហើយនឹងកន្លែងដែលគេវាយជួងវាយស្គរហ្នឹងបងប្អូននិយាយទៅកន្លែងហ្នឹងគេឲ្យយើងវាយជួងវាយស្គរសុំសេចក្តីសុខអីចឹងណាហើយកន្លែងហ្នឹងគឺពិសេសជាងគេព្រោះឃើញបងប្អូនយើងពីច្រើនឲ្យតែមកគឺគេមកកន្លែងហុកព្រះគោហ្នឹងហើយមកវាយស្គរវាយអីចឹងណាបងប្អូនมันทอดเลยใบสกอร์แต่ใบสกอร์ ឥឡូវខ្ញុំចាប់ដើមដើរចេញមកវិញនេះចឹងខាងមុខនេះគេកំពុងតែថតនិយាយទៅនៅវត្តហ្នឹងគឺមានថតលក្ខណៈជាតែងបុរាណអីចឹងណាបងប្អូនអាចថតលេងនៅនឹងបានថតទុកជាអនុស្សាវរីយ៍ចឹងណានិយាយទៅដូចអង្គរវត្តដែរយើងអាចតែងមកផាត់មកអីចឹងថតនៅនឹងបានហើយអ្នកដែលចិត្តការគេថត pre wedding នៅនឹងដែរនេះសិស្សបងប្អូនយើងមកលេងនៅវត្តហ្នឹងតែមិនច្រើនថ្ងៃនេះបងប្អូនតែគាត់ថាខ្ញុំថតចោះចឹងទៅមិនសូវឃើញមិននៅច្រើនម៉ានទេហើយណាមួយមេភ្លៀងផងចឹងទៅថតចោះឲ្យបងប្អូនបានទស្សនាឥឡូវនេះខ្ញុំចេញមកវិញហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់
អញ្ចឹងបងប្អូនដែលចូលចិត្តវីដេអូរបស់ខ្ញុំសូមជួយចុច like និង subscribe ផងបងប្អូនអរគុណបងប្អូនជម្រាបលា